បាទសូមជម្រាបសួរលោកគ្រូអ្នកគ្រូបងប្អូនគ្នាកាលពីថ្ងៃពុធទី4ខែមីនាឆ្នាំ2020យើងបានរៀនអំពីការចុះឈ្មោះសិស្សនៅក្នុងបណ្ណាល័យកោហារបស់យើងបាទជាការពិតពេលដែលយើងដំឡើង software កោហាហើយយើងនឹងមាន feature បែបនេះដូច្នេះដើម្បីចុះឈ្មោះសិស្សកាតសិស្សនៅក្នុងប្រព័ន្ធបណ្ណាល័យកោហាលោកគ្រូអ្នកគ្រូចូលទៅ feature មួយនេះគេដាក់ថា patron បាទយើងคลิกនៅលើពាក្យថា patron បន្ទាប់មកនេះមានពាក្យមួយទៀត new patron អញ្ចឹងនៅក្នុងនេះគឺមានសិស្សមានឈ្មោះជាច្រើនឈ្មោះតួនាទីជាច្រើនប៉ុន្តែដោយសារយើងធ្វើការជាមួយគ្រូសិស្សយើង click លើពាក្យថា student បាទយើង click ទៅលើពាក្យថា student បាទបន្ទាប់មកកន្លែងនេះយើងអាចបំពេញ surname ឧទាហរណ៍ថា Brown Mr Brown Mr Brown ឈ្មោះរបស់គាត់អាច Brown ដែរបាទBrown នេះគឺយកចេញពីឈ្មោះ English Book 1 Mr ហើយភាពប្រុសអញ្ចឹងនៅរាល់ព័ត៌មានដែលចាំបាច់ត្រូវបំពេញលោកគ្រូគាត់នឹងចំណាំថាកាលណាមានអក្សរពណ៌ក្រហមនេះណាគេដាក់ថា required អញ្ចឹងកន្លែងហ្នឹងគឺត្រូវតែបំពេញប៉ុន្តែមិនមែនមានន័យថាព័ត៌មានទាំងអស់នេះអត់សំខាន់ទេសំខាន់ដូចគ្នាគាត់ថាបើសិនជាគេដាក់ក្រហមយើងអត់បំពេញពេលហ្នឹងប្រព័ន្ធកោហាហ្នឹងវាអត់ load ឲ្យអញ្ចឹងខ្ញុំសូម scroll ទៅក្រោមតើខ្ញុំត្រូវបំពេញកន្លែងណាទៀតបាទ card number បន្តថា card number ខ្ញុំចេះតែដាក់ទៅឲ្យតែបានលេខបាទហើយបណ្ណាល័យពេលដែលយើង install software ទៅយើងមានបណ្ណាល័យរបស់យើងត្រឹមត្រូវឥឡូវអត់ទាន់មានយើង select យករបស់គេហើយ category នេះយើងយកជា student ដដែលទៅអញ្ចឹងអស់មានកន្លែងក្រហមដែលខ្ញុំត្រូវបំពេញហើយអញ្ចឹងមានន័យថាយើងបំពេញចប់ដូច្នេះលោកគ្រូអាច click លើពាក្យថា save បាទគេថា save រងចាំបន្តិចដើម្បីឲ្យអ៊ីនធឺណិតវាដើរបាទអញ្ចឹងយើងអត់ទាន់មានរូបថតទេសិស្សអត់ទាន់មានរូបថតទេអញ្ចឹងខ្ញុំសូម click លើនេះដើម្បីបន្ថែមរូបថតMr Brown បាទអញ្ចឹងខ្ញុំ click លើ upload ឲ្យយើង select file អញ្ចឹងខ្ញុំត្រូវ select file select file បាទឧទាហរណ៍ថាខ្ញុំយករូបរបស់ខ្ញុំដាក់ Mr Brown ទៅអញ្ចឹង upload បាទសូមរងចាំបន្តិចដោយសារអ៊ីនធឺណិតវាយើងយឺតបាទអញ្ចឹងនេះបានទាំងរូបថតបានទាំងលេខ barcode របស់គាត់មកទាំងអស់បាទហើយខ្វះលេខទូរស័ព្ទបើសិនជាយើងខ្វះលេខទូរស័ព្ទយើងអាចចូលទៅក្នុង edit ចូលទៅក្នុង edit អញ្ចឹងខ្ញុំចង់បន្ថែមលេខទូរស័ព្ទជាមួយ 0.7 86 93 96 បាទបន្ថែមចុះខ្ញុំចុចពាក្យថា save បាទដូច្នេះនេះឈ្មោះ Mr Brown ហ្នឹងនេះលេខទូរស័ព្ទរបស់គាត់ហើយនេះគឺជាលេខ barcode របស់គាត់ដែលយើង scan បាទសូមអរគុណច្រើននេះគឺជាវិធីនៃការធ្វើកាតសិស្សនៅក្នុងបណ្ណាល័យកោហាបើសិនជាលោកគ្រូអ្នកគ្រូអត់ទាន់យល់អ្នកគ្រូអាចខាវីដេអូនឹងចុះឡើងទៅនឹងអាចយល់ហើយអាចធ្វើបានហើយសូមអរគុណជម្រាបលា